បាទតែទៅនឹងសមីការគីមីបាទចឹងថ្ងៃនេះយើងមកនាំគ្នាស្វែងរកអំពីថាអ្វីទៅគឺជាសមីការគីមីបាទចឹងសមីការគីមីគឺជាការសរសេរតំណាងឲ្យប្រតិកម្មគីមីបាទចឹងយើងសូមមកមើលកន្លែងមកមើលសមីការនៅលើក្តារខៀននេះណាបាទចឹងនៅខាងឆ្វេងនៃសញ្ញាព្រួយយើងមានអង្គធាតុម្យ៉ាងដែលយើងហៅថាអង្គធាតុប្រតិករបាទអញ្ចឹងអង្គធាតុប្រតិករកន្លែងនេះគឺលោកគ្រូមានអាតូម2គឺអាតូម A និងអាតូម B បាទអញ្ចឹងនៅពេលដែលអាតូម A និងអាតូម B វាចូលប្រតិកម្មជាមួយគ្នាវានឹងបង្កើតបានទៅជាអាតូម C និងអាតូម D បាទដែលអាតូម C និងអាតូម D នេះគេហៅថាអង្គធាតុកកើតបាទអញ្ចឹងយើងមកនាំគ្នាស្វែងយល់បងប្អូនគ្នាថាតើអង្គធាតុប្រតិករជាអីនិងអង្គធាតុកកើតគឺជាអីបាទអញ្ចឹងអង្គធាតុប្រតិករគឺជាអង្គធាតុទាំងឡាយណាដែលចូលរួមនៅក្នុងប្រតិកម្មគីមីអញ្ចឹងយើងក៏លេខទៅមើលខាងលើវិញណាយើងឃើញថាអង្គធាតុ A និងអង្គធាតុ B វាចូលប្រតិកម្មជាមួយគ្នាបាទហើយវានៅខាងឆ្វេងនៃបាទសមីការគីមីឬក៏ខាងឆ្វេងនៃសញ្ញាព្រួយណាវានៅខាងឆ្វេងនៃសញ្ញាព្រួយអញ្ចឹងកាលណាវានៅខាងឆ្វេងនៃសញ្ញាព្រួយបែបនេះហើយវាចូលផ្សំប្រតិកម្មជាមួយគ្នាបាទដើម្បីបង្កើតជាសារធាតុថ្មីមួយទៀតអញ្ចឹង A និង B នេះគេហៅថាអង្គធាតុប្រតិករបាទចំណែកឯអង្គធាតុកកើតគឺជាអង្គធាតុទាំងឡាយណាដែលកើតក្រោយប្រតិកម្មគីមីអញ្ចឹងយើងឃើញថាអង្គធាតុ C ហើយនិង D វាកើតក្រោយប្រតិកម្មគីមីបាទអញ្ចឹងនៅពេលដែលវាកើតក្រោយប្រតិកម្មគីមីបែបនេះគេហៅវាថាអង្គធាតុកកើតឬក៏យើងហៅថាផលិតផលឥឡូវយើងមកមើលសមីការខាងក្រោមនេះណាបាទយ៉ាក្រាមខាងក្រោមនេះអញ្ចឹងយ៉ាក្រាមខាងក្រោមនេះយើងឃើញថាលោកគ្រូមានអាតូមអ៊ីដ្រូសែននេះ2ម៉ូលេគុលបាទអញ្ចឹងអាតូមអ៊ីដ្រូសែនវាជាប្រភេទម៉ូលេគុលឌីអាតូមណាអញ្ចឹងមានថាធម្មជាតិរបស់វាពេលដែលវាកើតមកគឺវាមាននេះវាមាន2មកស្រាប់តែម្ដងចំនួនរបស់វាណាអញ្ចឹងក្នុងមួយម៉ូលេគុលអ៊ីដ្រូសែនគឺមាន2អាតូមអ៊ីដ្រូសែនអញ្ចឹងយើងឃើញថាកន្លែងនេះមានដល់ទៅ2ម៉ូលេគុលបើយើងរាប់ពីចំនួនវិញគឺ1 2 3 4គឺមាន4អាតូមអ៊ីដ្រូសែនបាទអញ្ចឹងវាប្រតិកម្មជាមួយនឹងអាតូមអុកស៊ីសែនចំនួន2បាទអញ្ចឹងចំនួន2នេះគឺ1ម៉ូលេគុលអុកស៊ីសែនអញ្ចឹងម៉ូលេគុលអុកស៊ីសែនក៏ជាម៉ូលេគុលឌីអាតូមដែរអញ្ចឹងមានធម្មជាតិរបស់វាគឺមាន 2A 2អាតូមអញ្ចឹងនៅពេលវាប្រតិកម្មចូលគ្នាអ៊ីដ្រូសែនប្រតិកម្មជាមួយនឹងអុកស៊ីសែនវាខ្លាយទៅជាម៉ូលេគុលទឹកបាទអញ្ចឹងវាបង្កើតបាន2ម៉ូលេគុលទឹកណាបង្កើតបាន2ម៉ូលេគុលទឹកបាទអញ្ចឹងម៉ូលេគុលទឹកនេះគឺតាំងដោយបាទរូបមន្តវា H2O ណាបាទអញ្ចឹងហើយបានយើងហៅថាអាតូមអ៊ីដ្រូសែននិងអាតូមអុកស៊ីសែននៅខាងឆ្វេងសញ្ញាព្រួយនេះគឺជាអង្គធាតុប្រតិករសម្រាប់ចំណែកឯបាទម៉ូលេគុលទឹកណាចំណែកឯម៉ូលេគុលទឹកនៅខាងស្ដាំនៃសញ្ញាព្រួយនេះគេហៅថាអង្គធាតុកកើតបាទអញ្ចឹងលោកគ្រូបញ្ជាក់ដែរថាសញ្ញាព្រួយនេះគឺបើសិនជាយើងអានសមីការគីមីនេះគឺយើងអានថាអាតូមអ៊ីដ្រូសែនប្រតិកម្មជាមួយនឹងអាតូមអុកស៊ីសែនឲ្យផលជាម៉ូលេគុលទឹកតោះអញ្ចឹងយើងមកមើលសមីការនេះមួយណាបាទអញ្ចឹងយើងឃើញថាប្រតិកម្មគីមីយើងអាចមើលឃើញវាថាអាតូមនឹងដោយផ្នែកទទេបានទេថាអាតូមនឹងវាប្រតិកម្មបែបម៉េចដោយផ្នែកទទេបានទេអញ្ចឹងគឺមានវិធីមួយដែលស្រួលមើលហើយងាយជាងគេបំផុតហ្នឹងគឺយើងសរសេរសមីការគីមីដើម្បីតំណាងឲ្យប្រតិកម្មគីមីហ្នឹងណាបាទអញ្ចឹងក៏លេខមកមើលសមីការនេះណាបាទអញ្ចឹងសម្រាប់សមីការនេះយើងឃើញថាអាតូមអ៊ីដ្រូសែននេះមានចំនួន4បាទប៉ុន្តែនៅពេលដែលយើងសរសេរគឺយើងសរសេរតែ1ម៉ូលេគុលទេគឺ H2 ណាបាទចំណែកអាតូមអុកស៊ីសែនកន្លែងនេះគឺវាមាន1ម៉ូលេគុលអញ្ចឹងយើងសរសេរថា O2 នេះយើងរាប់1 2បាទចំណែកឯម៉ូលេគុលទឹកវិញគឺឃើញថាកន្លែងនេះវាមានដល់ទៅ2ម៉ូលេគុលណាអញ្ចឹង1ម៉ូលេគុលទឹកគឺមានអាតូមអុកស៊ីសែន1និងអាតូមអ៊ីដ្រូសែន2បាទអញ្ចឹងកន្លែងនេះយើងសរសេរ1ម៉ូលេគុលបាទប៉ុន្តែយើងឃើញថាតាមទស្សនវិជ្ជាជាក់ស្ដែងបាទម៉ូលេគុលទឹកមានដល់ទៅ2ដូច្នេះហើយយើងអាចចាំបាច់សរសេរ H2O នេះចំនួន2ដងហើយយើងគ្រាន់តែដាក់មេគុណ2មកខាងមុខមកជាការស្រេចចំណែកអាតូមអ៊ីដ្រូសែនក៏ដូចគ្នាណាវាមានអាតូមអ៊ីដ្រូសែន4ប៉ុន្តែយើងមិនអាចសរសេរថា H2 ហើយសរសេរដាក់ H2 ទៀតទេបាទអញ្ចឹងយើងគ្រាន់តែដាក់មេគុណ2នៅខាងមុខនេះមកបាទអញ្ចឹងនៅពេលយើងគុណ2គុណ2 4ណាយើងឃើញទេបើយើងរាប់ចំនួននេះវិញ1 2 3 4បាទដល់ពេល O នេះ2 1 2ចំណែកមើលគុណទឹកវិញកន្លែងនេះ2 ដង4អ៊ីដ្រូសែនណាអញ្ចឹងបើយើងរាប់អ៊ីដ្រូសែននៅខាងនេះ1 2 3 4ចំណែកអុកស៊ីសែនកាលណាវាអត់មានបង្ហាញសន្ទុះនេះមានន័យថាសន្ទុះវា1បាទអញ្ចឹង1គុណនឹង2 2អញ្ចឹងរាប់មើលចំនួនអាតូមអុកស៊ីសែននៅកន្លែងនេះវិញ1 2បាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេថ្ងៃនេះអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីឬក៏មានសំណួរអីអាចទម្លាក់នៅក្នុងខមមិនខាងក្រោមបានអរគុណ